ភាគទី2អាកំបាំងរបស់នាងពេលចេញពីការចល័យកណ្ដាល Edison Financial ក៏ល្ងាចណាស់ទៅហើយថែមទាំងពេលដើរចេញបានមិនប្រហែលនាទីពពកក៏ខ្មៅហើយភ្លៀងក៏ធ្លាក់ធ្វើឲ្យមនុស្សម្នាដែលកំពុងតែធ្វើចរាចរណ៍នៅតាមផ្លូវរត់រកកន្លែងជ្រកទាំងដបណាដែលដើរញាប់ឆ្អេងសម្ដៅស្ថានីយ៍រថភ្លើងក្រោមដីដែលមិននៅឆ្ងាយប៉ុន្មានប៉ុន្តែតម្រុំទៅដល់ស្ថានីយ៍សម្លៀកបំពាក់របស់នាងក៏ទៅទឹកនាងក្រមុំដកដង្ហើមធំដោយអារម្មណ៍មួម៉ៅដែលអ្វីៗវាមិនដូចការគិតនឹងរឿងបងប្រុសហើយនៅមានរឿងខកណាត់នឹងកូនប្រុសទៀតស្មាននេះអាឡឹករងចាំនាងក៏វិញដោយសัตว์ក៏វិញហើយទេដឹងនាងក្រមុំគិតដល់អារម្មណ៍តានតឹងជាពិសេសរឿងបងប្រុសនាងនៅចាំទឹកមុខត្រជាក់ស្រិបនិងពន្លឺភ្នែកពោពេញទៅដោយការស្អប់ខ្ពើមរបស់អេដេនបានច្បាស់ហើយវាច្បាស់ដល់ថ្នាក់បេះដូងនៅពេលនេះញ័ររំជួយនៅការឈឺចាប់មើលទៅការដែលធ្លាប់គិតថាខ្លួនឯងមិនឈឺចាប់ខ្លាំងគឺជាការបោកប្រាស់ខ្លួនឯងមករហូតការឈឺចាប់ថ្ងៃនោះរហូតមកដល់ថ្ងៃនេះវាមិនបានធូរស្រាលអីបន្តិចអេដេននាងនិយាយរអូហៅឈ្មោះបរិសម្នាក់នោះហើយបេះដូងក្រំបាត់ដៃក៏លោតញាប់មិនខុសពីថ្ងៃកំពុងដែលលងស្នេហ៍គេហេតុអីពេលវេលាកន្លងផុតទៅយូរយ៉ាងនេះតែនាងនៅតែមិនបាត់ងងខ្លៅបែបនេះបណ្ណាលើកដៃវាសក់ដែលធ្លាក់ក្រក់មុខស៊ីនត្រជាក់ហើយចុច keyboard ញាប់ម្រាមដៃដើម្បីធ្វើកិច្ចការប្រជុំប្រចាំខែរួចរាល់គណៈនោះមិត្តរួមការងារនៅជំវិញខ្លួនជ្រាបពេលដែលប្រធានផ្នែកមិននៅលួចខ្ជិលបន្តិចបន្តួចដោយការនិយាយគ្នានាងមិនបានស្និទ្ធស្នាលនឹងឯណាជាពិសេសទៅមិនអាចដឹងរឿងគ្រប់យ៉ាងដែលស្រីៗទាំងនោះនិយាយគ្នាបានត្រឹមតែស្ដាប់ប៉ុណ្ណោះនាងមិនបានកើតនៅអាមេរិកតែផ្លាស់មកទីនេះជាមួយម្ដាយដែលរៀបការថ្មីជាមួយពុះម៉ាយកូនមួយជនជាតិអាមេរិកតាំងពីនាងអាយុ12ឆ្នាំឪពុកចុងនិងបងប្រុសចុងដែលជាកូនរបស់គាត់ល្អដាក់នាងណាស់ហើយនាងក៏ស្រឡាញ់ពួកគេនិងចាត់ទុកពួកគេជាក្រុមគ្រួសារបង្កើតរបស់ខ្លួនតាំងពីរៀនចប់នាងធ្លាប់ធ្វើជាលេខានៅក្រុមហ៊ុនតូចមួយនៅទីក្រុងដែលនាងរៀនមហាវិទ្យាល័យចប់នៅទីនោះបន្ទាប់មកម្ដាយក៏សូមឲ្យនាងត្រឡប់មករស់នៅញូវយ៉កជាមួយគ្នាទើបនាងរកការងារថ្មីបានធ្វើការពីតំណែងជាជំនួយការលេខាដែលជួយសម្របសម្រួលទំនាក់ទំនងឲ្យលេខារបស់អ្នកគ្រប់គ្រងនាងចូលធ្វើការនៅទីនេះបាន3ខែដោយតួនាទីចម្បងគឺជួយការងារសូហ្វីលេខារបស់ CEO នៃ Edison Financial ប៉ុន្តែចាប់តាំងពីធ្វើការនាងបែរជាមិនធ្លាប់ឃើញ CEO មកទីនេះដោយសារកំឡុងពេលនោះ Edison ទៅគ្រប់គ្រងការងារនៅការិយាល័យមួយទៀតនៅ Chicago ទៅធ្វើឲ្យនាងខកខានឱកាសបានជួបគេផ្ទាល់ដោយស្វ័យប្រវត្តិតែទោះដូច្នោះក៏កិត្តិស័ព្ទរបស់រាជបុត្រទាំង3នៃ Edison ជារឿងដែលនាងបានឮតាំងពីចូលធ្វើការថ្ងៃដំបូងរហូតមកដល់ពេលនេះបឺណាតញញឹមពេលប្រធានបទនៃការសន្ទនារបស់ស្រីៗដែលលោកខ្ជិលធ្វើការនិយាយពីប្រធានបទមហានិយមនៃរឿងរបស់រាជបុត្រនៃ Edison ម្ដងទៀតដែលពេលនេះពួកនាងនិយាយពីរាជបុត្រច្បង Edison តែក៏ត្រូវភ្ញាក់ព្រឺតព្រោះសុកមានមនុស្សម្នាក់លោកដៃមករួនស្មាធ្វើឲ្យក្បាលនាងញាត់ទៅត្រឹកព្រមទាំងស្រែកក្រឺតនៅដើមកោកសពជាការទៀមទាចំណាប់អារម្មណ៍ពីនាងទៅបឺណាបេះដៃម្នាក់ទៀតចេញពីករបស់ខ្លួនម្នាក់នៅក្នុងចំណោមមិត្តរួមការងារដែលធ្វើរឹកដូចជួបតារាក៏ប្រាប់នាងព្រមទាំងលោកចង្អុលទៅមនុស្សមួយក្រុមដែលកំពុងដើរសម្ដៅទៅបន្ទប់ប្រជុំធំដែលនៅជ្រុងមួយទៀតនៃជាន់ដែលនាងធ្វើការនោះលោក Edison បើណាតាមមើលប៉ុន្តែនាងស្ពឹកសពុនទើបមើលឃើញតែក្នុងមនុស្សមួយក្រុមដែលពាក់ខ្វាសេកំពុងបណ្ដាលគ្នាចូលទៅក្នុងបន្ទប់ប្រជុំមើលក៏ដឹងថាពួកគេ